បើផ្ទុះសង្គ្រាមជាមួយគ្នារវាងសៀមខ្មែរលើកទី3តើកម្ពុជាអាចធ្លាក់ចូលក្នុងភ្លើងសង្គ្រាមរ៉ាំរ៉ៃដែរឬទេចម្លើយថាយើងមិនអាចនឹងដឹងភ្លាមទេតែយើងដឹងរបស់មួយណាយើងមិនអាចនឹងដឹងភ្លាមថាតើសង្គ្រាមផ្ទុះជាលើកទី3បើវាផ្ទុះនឹងវាធ្វើឲ្យរ៉ាំរ៉ៃយើងអត់ដឹងនៅឡើយទេតែយើងដឹងពីកិច្ចការមួយដែលថ្នាក់ដឹកនាំជាតិរាជការកំពុងតែសម្រុករៀបចំការរៀបចំរបស់រាជការដំបូងត្រូវគិតពីសុវត្ថិភាពប្រជាជនខ្មែរយើងដែលនៅតាមបណ្ដាខេត្តព្រំដែនការរៀបចំការការពារការរៀបចំលេនដ្ឋានការណែនាំសុវត្ថិភាពប្រជាជននិងការរៀបចំផែនការសម្រាប់សមត្ថកិច្ចមូលដ្ឋានដល់ថ្នាក់ខេត្តចំពោះអ្វីដែលអាចកើតឡើងជាយថាហេតុដែលត្រូវចាត់ចែងឲ្យខុសពីការផ្ទុះសង្គ្រាមឆ្នាំ25ចំនួនជនភៀសសឹកដែលបានរត់ចេញពីតំបន់តាមព្រំដែនវាមានចំនួនច្រើនជាងជនភៀសសឹកដែលបានបាត់បង់ផ្ទះសម្បែងឬទីតាំងរបស់ខ្លួនរាជការធ្វើការសិក្សាវិយតម្លៃឡើងវិញតាមខ្ញុំលួចស្ដាប់មើលហើយនឹងដាក់វិធានការដែលតាក់ទងពីកម្មវិធីសុវត្ថិភាពប្រជាជនគេហៅ civil safety civil defense មានតាំងពីកម្មវិធីជីកលេនដ្ឋានតាំងពីគេរៀបចំលេនដ្ឋានដោយសមត្ថកិច្ចមូលដ្ឋាននិងការរៀបចំប្រមាលមើលពីផ្លូវដើម្បីភៀសខ្លួនពីផ្លូវដើម្បីនឹងជៀសឲ្យឆ្ងាយចេញពីក្របរំសេវនិងគ្រោះថ្នាក់សង្គ្រាមជាដើមឡើងរាជការក៏ធ្វើការកែប្រែនៅនយោបាយដែលនឹងងាកទៅរកការកម្ចាត់ចោលពួកជនឆបោកដែលយកជនភៀសខ្លួនជនភៀសសឹកធ្វើជាឧបករណ៍រកចំណេញរាជការនឹងរៀបចំកម្ចាត់ចោលពួកឆបោកដែលបានអង្គាសលុយដែលបានប្រម៉ែប្រមូលយកអំណោយដែលសន្យាថាទៅចែកឲ្យប្រជាជនភៀសសឹកក៏ដូចជាយុទ្ធជននៅសមរភូមិហើយកាប់កេងនិងពុកអលួយជាមួយនឹងមនុស្សពុកអលួយនៅក្នុងមូលដ្ឋានរាជការឃើញបញ្ហាអស់នេះតែរាជការមិននិយាយទេរាជការត្រូវយកចិត្តទុកដាក់រឿងហ្នឹងដោយរាជការមានវិធានការចាញ់ខ្ញុំស៊ើបការដឹងថាលោកហ៊ុនសែនហើយនិងលោកហ៊ុនម៉ាណែតគណៈរដ្ឋមន្ត្រីនិងជាពិសេសបំផុតគណៈកម្មាធិការអចិន្ត្រៃយ៍នៃបកប្រជាជនធ្វើការសិក្សាវិយតម្លៃពីចំណុចខ្សោយចំណុចខ្លាំងពីចន្លោះប្រហោងពីការឆ្លោះឆ្លួយហើយរៀបបំពេញអញ្ចឹងសង្គ្រាមវាជាលក្ខណៈត្រៀមសង្គ្រាមវាជាលក្ខណៈត្រៀមការត្រៀមលក្ខណៈអស់នេះក្រោយពីខ្ញុំឮសូរតាមវត្តត្អើកដែលខ្ញុំដឹងថារាជការគិតខ្ញុំងាកមកនិយាយពីរឿងផ្សេងដើម្បីនឹងបន្លឺសម្លេងឲ្យរាជការឮហើយអរគុណរាជការហើយនឹងខ្ញុំអង្វរកររាជការឲ្យលោកពិចារណាបញ្ហាច្រើនណាស់ដែលរាជការងាកមកធ្វើហើយបញ្ហាខ្លះរាជការអាចមកនិយាយតែធ្វើទេតែរាជការត្រូវតែធ្វើអញ្ចឹងរវល់ខ្លាំងយើងមើលតែលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតស្កូវប្រងណាហើយមន្ត្រីជាន់ខ្ពស់ដទៃទៀតក៏ធ្វើការដែរមិនមែនដែរទេឧទាហរណ៍ដូចក្រសួងការពារជាតិរវល់ណាក្រសួងការបរទេសរវល់ណាក្រសួងមហាផ្ទៃរវល់ណាក្រសួងរៀបចំខាងអង្គភាពដោះស្រាយគ្រោះភ័យធម្មជាតិហ្នឹងក៏ត្រូវធ្វើកិច្ចការតែជាការធម្មតាទេមន្ត្រីត្រូវតែឃោសនាខ្លះហើយខ្ញុំរីករាយណាស់ដែលអាធឿន ABC ទៅប្រាប់គង់គីមថាខ្ញុំនឹងអីបាយបហាគង់គីមខ្ញុំចង់ឲ្យគង់គីមលឺហើយគង់គីមឆ្លើយមកខ្ញុំទេគង់គីមវាឆ្លើយមកវិញឆ្លាតអានោះវាជាចំណុចហើយខ្ញុំស្គាល់កូនណាគង់គីមនេះច្បាស់ណាស់